Chụp xua xuất đây bên mặt đẹp sạp tầng ở kia ngày nay bằng đá dư nâng lược dọc rừng để tiền muối tẹo tôn cho mùi nâng đọc bì dục được nông hạt cà muối được nông tẹo muối gật lại đài hạt cà đi bằng đá tẹo tôn cho mùi nâng cua xa muối ban tinh tẻ ban to bị ban cho rô nơ ở rìa pê đọc muối ngay có chua bơ rương ra chui tràn chầm lại nâng cua ấy khai hai hạt cà đi bằng đá mình trâm tại quạt chua tế cứ tẹng cua xa tai mặt đòn ở đây đài ngôn bầm phật đó cứ mẹ đỏนี่คือจีกาประมาทมุ้ยเราบอกครูซาเราบอกกอดหอยมันชื่ออมปีสมได้ได้มาดอกบานดีใหญ่โอเคบางมาตักเนี้ยเราไม่จังดังทาตาเรื่องราวนี้ทางเตยจีอย่างนะต่อสนับตั้งอักเนี้ยส่วนสปาก้มปริมาณเดสนับตั้งอักเนี้ยจูบเนี้ยมาลองเตียนให้ในขนมดีไตรตีบ้วนเราบอกในเตียนขมาวสำหรับปริมาณทำไมได้ตอนดังทาในเตียนขมาวคือเจียชาแนลเอาไว้ในเตียนขมาวคือเจียChannel មួយដែលបង្កើតឡើងសម្រាប់ចែកជូននៅប្រិយមិត្តអ្នកស្ដាប់តាក់ទងជាមួយនឹងរឿងអាប់មនុស្សមកចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់អញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់ជួយចុច Subscribe អាចជួយចុច Subscribe ម្នាក់មួយបានដើម្បីទទួលបាននៅរឿងនិទានជារៀងរាល់ថ្ងៃដែលរឿងនេះយើងនិយាយពីស្រីភាគឺជានារីខ្មែរម្នាក់ដែលមានគ្រួសាររស់នៅក្រៅប្រទេសដោយប្តីរបស់នាងជាជនជាតិបរទេសមានឈ្មោះថាចេកដែលមានកូន2នាក់ដែលកូនប្រុសអាយុ10ឆ្នាំឈ្មោះចននីឯកូនស្រីអាយុ5ឆ្នាំឈ្មោះចេស៊ីហើយគ្រួសាររបស់នាងសុទ្ធតែចេះនិយាយភាសាខ្មែរទាំងអស់គ្នាបន្ទាប់ពីបានទៅរស់នៅក្រៅប្រទេសអស់រយៈពេល10ឆ្នាំមកចេកក៏បាននាំគ្រួសាររបស់គាត់មករស់នៅប្រទេសកម្ពុជាវិញដោយសារតែគាត់បានផ្លាស់ប្ដូរការងារគ្រួសាររបស់ស្រីភាក៏បានទិញផ្ទះមួយនៅកន្លែងដែលនៅរាជធានីភ្នំពេញហើយពួកគេក៏បានរើចូលទៅនៅក្នុងផ្ទះនោះដោយមិនមានបានរៀបចំពិធីសូត្រមន្តឡើងផ្ទះឡើយដោយហេតុថាគ្រួសាររបស់នាងកាន់សាសនាដទៃផ្ទះមួយនោះមានកម្ពស់2ជាន់ដោយជាន់ផ្ទាល់ដីទុកសម្រាប់ទទួលភ្ញៀវនិងជាកន្លែងធ្វើការរបស់ចេកហើយជាន់ទី1មាន2បន្ទប់ដេកដោយស្រីភានិងចេកសម្រាកនៅក្នុងបន្ទប់ហើយមួយបន្ទប់ទៀតជារបស់ជេស៊ីឯជាន់ទី2មាន2បន្ទប់គេងដូចគ្នាដោយចននីស្នាក់នៅក្នុងបន្ទប់ហើយមួយបន្ទប់ទៀតគឺទុកឲ្យឈ្នួលដែលមានឈ្មោះថាមីងចានាយប់ថ្ងៃដំបូងដែលគ្រួសាររបស់ចេកចូលមកនៅគឺមិនមានរឿងអ្វីចម្លែកកើតឡើងទេតាមទម្លាប់ស្រីភាបានប្រាប់មីងចាឲ្យនិទានរឿងប្រាប់ជេស៊ីមុនពេលដែលនាងគេងរហូតមកដល់ថ្ងៃទី4មីងចាដែលស្នាក់នៅម្នាក់ឯងនៅជាន់ទី2នោះចាប់ផ្ដើមយល់សពចម្លែកដោយក្នុងយល់សពមាននារីសក់វែងម្នាក់ដែលអោនមុខចុះហើយស្លៀកពាក់រ៉ូបក្រហមមានស្នាមដាច់រហែកជាច្រើនកន្លែងបានមកឈរនៅចុងជើងរបស់គាត់ហើយក៏ចាប់កន្ត្រាក់កជើងរបស់គាត់ក្នុងគោលបំណងទាញទម្លាក់ពីលើគ្រែនោះមីងចាតែងតែភ្ញាក់ដឹងខ្លួនឡើងបន្ទាប់ពីយល់សពឃើញដូច្នោះហើយម៉ោងដែលគាត់ភ្ញាក់គឺតែងតែនៅចំម៉ោង1យប់ហើយអ្វីដែលឲ្យគួរឲ្យចាប់ផ្ដើមខ្លាចនោះគឺគាត់ឃើញមានស្នាមម្រាមដៃនៅជើងរបស់គាត់រៀងរាល់យប់នាព្រឹកថ្ងៃបន្ទាប់មីងចាក៏បានយករឿងនេះទៅនិយាយប្រាប់ស្រីភាដំបូងឡើយស្រីភាហាក់ដូចជាមិនសូវជឿប៉ុន្មានទេតែបន្ទាប់ពីមីងចាបង្ហាញស្នាមម្រាមដៃនៅលើជើងរបស់គាត់នោះស្រីភាក៏ចាប់ផ្ដើមជឿបន្តិចហើយនាងក៏បានយករឿងនោះទៅនិយាយជាមួយនឹងចេកមិនជឿបន្តិចសោះអំពីរឿងខ្មោចលងអីនោះហើយគាត់ក៏បាននិយាយថាប្រហែលជាមីងចាពេលដេកច្រឡំដៃច្របាច់កជើងខ្លួនឯងផងមិនដឹងស្រីភាក៏បានទៅនិយាយលួងលោមមីងចាហើយមីងចាក៏អន់ចិត្តខ្លាំងណាស់តែគាត់ក៏បាននិយាយបន្ថែមថានៅក្នុងផ្ទះនេះហាក់ដូចជាមិនមានជំនាញផ្ទះឡើយពួកគេគួរតែពិចារណារកទិញជំនាញផ្ទះមួយយកមកដាក់ក្នុងផ្ទះនេះហើយដើម្បីឲ្យមានសភាពត្រជាក់ត្រជុំដោយសារតែពេលចូលមកនៅមិនឃើញមានរៀបចំកម្មវិធីសូត្រមន្តលើករាសីអីទេដោយខុសពីផ្ទះអ្នកដទៃទៀតទោះបីមីងចាឲ្យយោបល់បែបណាក៏ដោយក៏ចេកនៅតែជំទាស់ដោយសារតែគាត់មិនជឿពីជំនឿអស់ហ្នឹងលុះយប់ឡើងមីងចាក៏បានទៅបន្ទប់របស់ជេស៊ីដោយរាល់ដងដើម្បីនិទានរឿងឲ្យស្រីតូចស្ដាប់នៅពេលដែលមីងចាដើរទៅដល់មុខទ្វារបន្ទប់របស់ស្រីតូចគាត់ហាក់ដូចជាបានឮសំឡេងនិយាយគ្នាពីក្នុងបន្ទប់នោះដំបូងឡើយគាត់គិតថាប្រហែលជាបងប្អូន2នាក់ហ្នឹងកំពុងតែនិយាយគ្នាលេងរួចគាត់ក៏គោះទ្វារហើយបើកចូលទៅមីងចាបានមើលជុំវិញបន្ទប់នោះតែមិនឃើញមានវត្តមានរបស់ចននីឡើយហើយគាត់ក៏បានសាកសួរជេស៊ីតែនាងបាននិយាយថាមានតែនាងនិងមិត្តថ្មីរបស់នាងទេនៅក្នុងបន្ទប់នេះហើយបងប្រុសរបស់នាងមិនបានចូលមកក្នុងនឹងទេមីងចាក៏សួរជេស៊ីមុននឹងតើក្មួយនិយាយជាមួយនរណាចាស់មីងជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំ
ចុះគេម្នាក់នោះជាស្រីឬក៏ជាប្រុសហើយឥឡូវគេនៅឯណាគេនោះគឺជាស្រីអាយុដូចអូនដែរហើយគេរត់ចូលពួននៅក្នុងទូខោអាវខ្នងមីងបាត់ទៅហើយមីងចាចាប់ផ្ដើមព្រឺខ្នងហើយគាត់ក៏បានបែរក្រោយបើកទូខោអាវនោះមើលតែមិនឃើញនរណាម្នាក់ពួននៅក្នុងនោះឡើយក្រៅពីខោអាវរបស់ជេស៊ីមីងចាក៏ព្យាយាមប្រាប់ខ្លួនឯងមិនឲ្យគិតច្រើនហើយគាត់ក៏បានចាប់ផ្ដើមនិទានរឿងឲ្យជេស៊ីស្ដាប់រហូតដល់នាងគេងលក់មុនពេលដែលមីងចារៀបនឹងបើកទ្វារចេញទៅស្រាប់តែគាត់ឃើញតាមរយៈកន្ទុយភ្នែករបស់គាត់ថាទ្វារទូខោអាវបានបើកចំហមិនដឹងតាំងពីពេលណាទេមីងចាក៏បានចាំនៅសម្ដីរបស់ជេស៊ីហើយគាត់ក៏បានចាប់ផ្ដើមភ័យខ្លាចបន្តិចម្ដងតែគាត់ក៏បានតាំងចិត្តដើរទៅបិទទូនោះវិញបន្ទាប់ពីបិទរួចមីងចាក៏បានបែរក្រោយដើរចេញតែនៅក្នុងនោះហើយដែលគាត់បានប្រទះឃើញជេស៊ីរត់ចេញពីបន្ទប់យ៉ាងលឿនហើយគាត់ក៏បានរត់តាមដោយខ្លាចថានឹងមានរឿងអ្វីកើតឡើងមិនល្អចំពោះនាងតូចជេស៊ីក៏បានរត់ឡើងទៅជាន់ទី2ហើយចូលទៅក្នុងបន្ទប់របស់គាត់នៅពេលដែលមីងចាបានរត់ទៅដល់មាត់ទ្វារបន្ទប់គាត់ក៏បានស្រែកហៅជេស៊ីតែមិនមានវត្តមានរបស់ស្រីតូចនៅក្នុងបន្ទប់នោះទេមីងចាបានចាប់ផ្ដើមភ័យស្លន់ស្លោយ៉ាងខ្លាំងហើយគាត់ក៏បានអោនទៅមើលនៅក្រោមក្រែងលោជេស៊ីរត់ពួននៅខាងក្រោមនឹងនៅពេលដែលមីងចាអោនមើលក្រោមក្រែគាត់ក៏បានឃើញជើងមនុស្សនៅចុងម្ខាងទៀតនៃក្រែហើយមុនពេលដែលគាត់ងើបក្បាលមកវិញគាត់ឮសំឡេងសើចរបស់ក្មេងស្រីចេញពីក្នុងទូខោអាវរបស់គាត់ដែលនៅពីក្រោយខ្នងមីងចាក៏បានងាកក្បាលយឺតមើលទៅក្នុងទូនោះហើយគាត់ក៏បានឈោងដៃទៅបើកទូយឺតដែរនៅពេលដែលគាត់បើកទូនោះហើយមីងចាមិនបានឃើញជេស៊ីនៅក្នុងបន្ទប់នោះទេគឺមិនមានវត្តមានរបស់នរណាម្នាក់ទេហើយក្នុងពេលនោះស្រាប់តែមានដៃដ៏ត្រជាក់មួយបានដាក់ពីលើស្មារបស់គាត់ហើយគាត់ក៏ទទួលបានអារម្មណ៍មួយថាដៃមួយនោះមិនមែនជាដៃរបស់មនុស្សឡើយព្រោះវាត្រជាក់ខ្លាំងមែនទែនបូបរួមតែហើយមានក្លិនភាយស្អុយចេញមកទៀតមីងចាក៏បានងាកក្រោយមើលហើយគាត់ក៏បានប្រទះឃើញខ្មោចស្រីរ៉ូបក្រហមដែលតែងតែមកពន្យល់សពគាត់ឈរនៅពីក្រោយខ្នងរបស់គាត់ដោយម្ដងនេះខ្មោចស្រីនោះបានងើបចេញមកបង្ហាញមុខមាត់ដល់រលេះរលួយសុទ្ធតែដំបៅពេញមុខហើយភ្នែករបស់នាងមានសុទ្ធតែឈាមហូរចុះគួរឲ្យខ្លាចមីងចាតែងតែភ័យរន្ធត់ខ្លាំងគាត់ក៏បានស្រែកយ៉ាងខ្លាំងថាខ្មោចលងជួយផងស្រែករួចមីងចាក៏ប្រុងនឹងរត់ចេញពីបន្ទប់នោះតែគាត់ស្រាប់តែមានអារម្មណ៍ថាអ្នកណាម្នាក់ចាប់ជើងរបស់គាត់ជាប់មិនឲ្យកក្រើកបានទេហើយគាត់ក៏បានមើលទៅក្រោយឃើញថាមានខ្មោចក្មេងស្រីម្នាក់កំពុងតែចាប់ជើងរបស់គាត់ហើយនាងបានងើបមុខមកញញឹមចេញឈាមដាក់គាត់ទៀតផងដោយសារតែភ័យស្លុតខ្លាំងមីងចាក៏បានដួលសន្លប់បាត់ទៅមួយសន្ទុះក្រោយមកពេលដែលមីងចាដឹងខ្លួនស្រាប់តែខ្មោចស្រីរូបក្រហមនោះបានស្រែកដាក់គាត់ថាឆាប់ចេញពីផ្ទះអញភ្លាមបើមិនចង់មានរឿងជានេះពេលនោះមីងចាក៏បានឆ្លើយទាំងផុតភ័យទេកុំធ្វើបាបខ្ញុំខ្លាចណាស់ចាំខ្ញុំចេញកុំធ្វើបាបខ្ញុំទៀតខ្ញុំសូមអង្វរបន្តមកទៀតនៅពេលដែលមីងចាគាត់បើកភ្នែកហើយក្រោកអង្គុយគាត់ក៏បានប្រទះឃើញសមាជិកក្នុងគ្រួសារទាំងអស់កំពុងតែឈរមើលគាត់គ្រប់គ្នាហើយគាត់ក៏បានមើលជុំវិញខ្លួនឃើញថាគាត់កំពុងតែដេកនៅលើគ្រែក្នុងបន្ទប់របស់គាត់នៅពេលនោះមីងចាក៏បានដឹងថាមុនពេលគាត់បានយល់សពទៀតហើយតែនៅពេលដែលគាត់បានឃើញថាជើងរបស់គាត់មានស្នាមរបួសដោយក្រចកគាត់ក៏បានស្ទុះក្រោកចេញហើយនិយាយលឺថាខ្ញុំចេញហើយមីងចាក៏បានងើបទៅរៀបចំខោអាវក្នុងបន្ទប់បំណងចេញពីផ្ទះមួយនោះស្រីភាឃើញដូច្នោះក៏ចូលទៅឃាត់ហើយនាងក៏បានសួរនាំដំណើររឿងទាំងអស់មីងចាក៏និយាយរៀបរាប់ទាំងភ័យផងទឹកភ្នែកផងនៅដំណើរសាច់រឿងដែលគាត់បានជួបហើយនៅពេលដែលគាត់និយាយដល់រឿងជេស៊ីរត់ចេញពីបន្ទប់អ្នកគ្រប់គ្នាក៏បានងាកទៅមើលជេស៊ីហើយជែកក៏បាននិយាយថាប្រហែលជាគាត់មើលច្រឡំហើយព្រោះជេស៊ីនាងបានដេកនៅលើគ្រែរបស់នាងមិនបានចេញទៅណាឡើយមីងចាក៏បានប្រកែកវិញហើយចែកក៏បានបង្ហាញកាមេរ៉ាសកម្មភាពឲ្យមីងចាមើលដោយក្នុងនោះគេឃើញទ្វាររបស់ជេស៊ីបានបើកហើយគេក៏ឃើញមីងចារត់ចេញពីបន្ទប់នោះសំដៅទៅជាន់ខាងលើនៅពេលដែលមីងចាឃើញដូច្នោះគាត់ក៏បានទ្រហោយំកាន់តែខ្លាំង
ហើយគាត់នៅតែទទួលថាគាត់ឈប់នៅទីនេះទៀតហើយនាព្រឹកថ្ងៃបន្ទាប់ដែលជាថ្ងៃទី6មីងចាក៏បានចាក់ចេញពីផ្ទះនោះទៅដោយមិនហ៊ានសូម្បីតែងាកក្រោយមើលស្រីភាក៏ចាប់ផ្ដើមមានអារម្មណ៍ថាមិនសូវល្អតែប្តីរបស់នាងនៅតែប្រងើយកន្តើយពីរឿងទាំងអស់នោះដដែលនៅពេលយប់ក៏បានចូលមកដល់ចុននេះបានសំងំនៅក្នុងបន្ទប់លេងហ្គេមធម្មតាហើយនៅពេលដែលគាត់កំពុងតែជក់លេងស្រាប់តែភ្លើងនៅក្នុងបន្ទប់របស់គាត់ចាប់ផ្ដើមលោតញាក់ខុសពីធម្មតាដំបូងឡើងចុននេះមិនបានចាប់អារម្មណ៍ឡើយតែគាត់ស្រាប់តែមានអារម្មណ៍ថាសីតុណ្ហភាពនៅក្នុងបន្ទប់ចុះត្រជាក់យ៉ាងខ្លាំងរហូតដល់រងាចុននេះក៏ឈប់លេងហ្គេមហើយក៏ក្រោកឈរឡើងក្នុងគោលបំណងដើរទៅមើលម៉ាស៊ីនត្រជាក់នៅពេលដែលចុននេះកំពុងតែឈរមើលម៉ាស៊ីនត្រជាក់ភ្លើងនៅក្នុងបន្ទប់ក៏បានបិទដោយខ្លួនឯងចុននេះរៀងភ្ញាក់បន្តិចហើយគាត់ក៏បានដើរទៅរកកុងតាក់ភ្លើងដែលនៅក្បែរទ្វារបន្ទប់នោះក្នុងពេលនោះចុននេះក៏បានឮសំឡេងទ្វារទូខោអាវបើកបន្តិចម្ដងរហូតដល់ពេលលេចចេញស្រមោលមួយដែលមើលទៅមានទម្រង់ដូចជានារីម្នាក់កំពុងតែឈរនៅក្នុងទូខោអាវនោះចុននេះក៏បានចុចកុងតាក់ភ្លើងហើយនៅពេលដែលភ្លើងភ្លឺស្រាប់តែបាត់ស្រមោលរបស់នារីនោះមិនអស់ចិត្តគាត់ក៏បានចុចកុងតាក់បិទវិញហើយក៏បានប្រទះឃើញស្រមោលខ្មៅរបស់នារីនោះម្ដងទៀតចុននេះបានបន្តចុចកុងតាក់បិទបើកអស់ជាច្រើនហើយលទ្ធផលនៅតែដូចគ្នារហូតដល់ពេលមួយដែលគាត់ចុចបិទស្រាប់តែស្រមោលខ្មៅនោះមានចលនាហាក់ដូចជាចង់រត់ចូលមករកគាត់ចុននេះចាប់ផ្ដើមភ័យខ្លាចបន្តិចម្ដងដែលគាត់ក៏ចុចកុងតាក់បើកយ៉ាងលឿនតែមិនដឹងជាចង្រៃអីកុងតាក់នោះក៏ជាប់គាំងហើយគាត់ក៏បានឃើញថាស្រមោលខ្មៅនោះបានបាត់ពីក្នុងទូខោអាវនោះហើយបានបន្តិចក្រោយមកភ្លើងក៏លោតភ្លឺវិញចុននេះមានការភ្ញាក់ផ្អើលនឹងរឿងនេះយ៉ាងខ្លាំងហើយគាត់ក៏បានងាកទៅមើលទូខោអាវនិងបរិយាកាសជុំវិញនោះឃើញថាมันមានរឿងអ្វីចម្លែកទេចុននេះក៏បានរៀបចំនឹងចុចកុងតាក់បិទភ្លើងម្ដងទៀតតែក៏បានឈប់វិញដោយសារតែគាត់គិតថាយប់នេះដេកបើកភ្លើងវិញល្អជាងដូចជាមិនដឹងទេមិនស្រួលខ្លួនសោះយប់ថ្ងៃទី6ក៏បានកន្លងផុតទៅចុននេះមិនបានយករឿងរ៉ាវកាលពីយប់នោះទៅប្រាប់ឪពុកម្ដាយរបស់គាត់ទេដោយសារតែពួកគាត់សុទ្ធតែជាអ្នកមិនជឿរឿងខ្មោចលុះមកដល់ថ្ងៃទី7វេលាម៉ោង11យប់ស្រីភាដែលកំពុងដេកជាមួយនឹងប្តីរបស់នាងបានក្រោកទៅបន្ទប់ទឹកបន្ទាប់ពីបានបត់ជើងរួចរាល់អស់ហើយស្រីភាក៏បានឈរមុខកញ្ចក់ដោយនាងបានអោនលាងសម្អាតដៃហើយនាងមានអារម្មណ៍ថារូបរបស់នាងនៅក្នុងកញ្ចក់ហាក់ដូចជាមិនមែនជានាងឡើយស្រីភាក៏បានងើបមុខមើលកញ្ចក់ហើយនាងស្រាប់តែគាំងមួយសន្ទុះដោយសារតែនៅក្នុងកញ្ចក់នោះមានវត្តមានរបស់នារីសក់វែងពាក់រ៉ូបពណ៌ក្រហមកំពុងតែឈរពីក្រោយរូបនាងហើយនារីនោះក៏បានញញឹមស្រក់ឈាមចេញពីមាត់ដែលមើលទៅហាក់ដូចជាគួរឲ្យខ្លាចខ្លាំងមែនទែនស្រីភាក៏បានភ្ញាក់ដឹងខ្លួនឡើងហើយនាងក៏បានដឹងមុនថានេះគឺជាការយល់សប្តិសោះស្រីភាក៏បានមើលម៉ោងឃើញថាពេលនេះម៉ោង12កណ្ដាលយប់ទៅហើយនាងក៏បានឈោងដៃទៅរកស្វាមីរបស់នាងដោយដេកអោបក្បែរនោះហើយឃើញថាគាត់កំពុងតែដេកដណ្ដប់ភួយយ៉ាងស្កប់ស្កល់ស្រីភាប្រុងនឹងដេកទៅវិញហើយតែក៏បានឮសំឡេងចាក់ទឹកចេញពីក្នុងបន្ទប់នាងហើយនាងក៏បានងាកទៅមើលបន្ទប់នោះហើយក៏បានឃើញថាចេកដែលជាប្តីរបស់នាងបានដើរចេញពីបន្ទប់ទឹកមកហើយភ្លាមនោះនាងស្រាប់តែឆ្ងល់ថាចុះបើប្តីរបស់នាងទៅតែចេញពីបន្ទប់ទឹកតើនរណានៅដេកក្បែរនាងស្រីភាក៏បានងាកបែរមុខទៅវិញហើយនាងក៏ឃើញខ្មោចស្រីរូបក្រហមកំពុងតែដេកសម្លឹងមុខរបស់នាងដោយមានឈាមដែលហូរចេញពីភ្នែកទាំងគូផងដែរស្រីភាក៏បានស្រែកយ៉ាងខ្លាំងហើយក្រោកឡើងម្ដងបន្តិចឯចេកក៏បានក្រោកដែរដោយសួរនាំនាងថាអូនមានរឿងអីគេស្រីភាក៏បានរៀបរាប់រឿងដែលនាងយល់សប្តិហើយប្តីរបស់នាងក៏បាននិយាយថាប្រហែលជានាងគិតច្រើនពេកបានជាអញ្ចឹងនៅថ្ងៃទី8ក៏បានចូលមកដល់ចេកមានការងារចាំបាច់ត្រូវចុះទៅតាមខេត្តចំនួន2យប់ដោយទុកឲ្យស្រីភានៅផ្ទះ3នាក់កូនលុះមកដល់ពេលយប់ជេស៊ីដែលកំពុងតែគេងលក់ស្កប់ស្កល់ស្រាប់តែភ្ញាក់ដឹងខ្លួនឡើងដោយសារមានដៃមួយបានមកកេះបាតជើងរបស់នាង
Jessie ក៏បានបើកភ្នែកឡើងហើយនាងបានឃើញមិត្តរបស់នាងបក់ដៃហៅនាងឲ្យចូលទៅលេងជាមួយគ្នាក្នុងទូខោអាវ Jessie ដោយសារតែនាងនៅក្មេងពេកនាងក៏បានក្រោកដើរចូលទៅក្នុងទូខោអាវនោះហើយទ្វារទូក៏បានរំកិលបិទបន្តិចម្ដងរហូតដល់បិទជិតនៅក្នុងយប់នោះ Johnny កំពុងតែអង្គុយលេងហ្គេមដូចរាល់ដងដោយលើកនេះគាត់បានបើកភ្លើងក្នុងបន្ទប់ទាំងអស់នៅពេលដែលកំពុងលេងអេក្រង់កុំព្យូទ័ររបស់គាត់ស្រាប់តែលោតភ្លើងបិទដោយខ្លួនឯង Johnny ក៏បានប្រទះឃើញមានរូបនារីក្រហមម្នាក់ឈរនៅពីក្រោយខ្នងខ្លួន Johnny ក៏បានងាកក្រោយយ៉ាងលឿនតែមិនឃើញនារីម្នាក់នោះឡើយហើយនៅពេលដែលគេបែរមកនៅក្នុងកញ្ចក់អេក្រង់នោះក៏បានឃើញនារីម្នាក់នោះទៀតដោយម្ដងនេះនារីក្នុងកញ្ចក់នោះហាក់ដូចជាកំពុងតែលើកដៃឡើង Johnny ក៏ងាកក្រោកមើលតែនៅតែមើលមិនមានអ្វីឡើយហើយក៏ងាកមកមុខវិញហើយនៅក្នុងពេលនោះបេះដូងរបស់ Johnny ហាក់ដូចជារកកលគាំងដោយសារតែក្នុងអេក្រង់កុំព្យូទ័រនោះមានវត្តមានមុខរបស់នារីម្នាក់នោះដោយមុខរបស់នាងពោពេញទៅដោយដំបៅរលួយស្ទើរគ្រប់តែកន្លែងហើយកែវភ្នែករបស់នាងមានហូរឈាមចេញមកបន្តិចម្ដងមើលទៅគួរឲ្យខ្លាចខ្លាំងមែនតើJohnny បានសម្លឹងមើលយ៉ាងយូរហើយកាន់តែមើលកាន់តែខ្លាចជាពិសេសមុខរបស់ខ្មោចស្រីនោះប្រែពីញញឹមមកជាមុខមាត់មាំបន្តិចម្ដងហើយក្នុងពេលនោះ Johnny ក៏បានយោងដៃទៅចុចកុងតាក់កុំព្យូទ័រតែស្រាប់តែមានដៃមួយលូកចេញពីក្រោមតុកុំព្យូទ័រមកចាប់ដៃរបស់ Johnny ដែលបណ្ដាលឲ្យ Johnny ស្រែកយ៉ាងខ្លាំងឮពេញផ្ទះនៅពេលនោះស្រីភាដែលជាម្ដាយកំពុងតែដេកមើលព័ត៌មានក៏ស្ទុះក្រោកឡើងពីគ្រែរត់សម្ដៅទៅមើលកូនរបស់នាងនៅពេលដែលនាងរត់ទៅដល់ទ្វារបន្ទប់របស់ខ្លួនស្រីភាបានព្យាយាមបើកទ្វារនោះតែមិនបើកបន្តិចឡើយដែលហាក់ដូចជាមានអ្វីមួយចាប់ទ្វារនោះពីក្រៅជាប់នៅពេលដែលស្រីភាកំពុងតែមួលទ្វារបន្ទប់នាងស្រាប់តែឮសំឡេងទ្វារបន្ទប់ទឹកបើកម្ដងបន្តិចហើយក្នុងនោះដែរមានដៃមួយបានលេចចេញមកព្រមគ្នាហើយមានទាំងសំឡេងធ្ងរក្រលួចគួរឲ្យខ្លាចបន្តិចក្រោយមកក៏លេចចេញក្បាលរបស់ខ្មោចស្រីដែលស្រីភាបានយល់សប្តិឃើញនោះចេញមកដោយនាងបានមើលមកកាន់ស្រីភាក្នុងទឹកមុខគុំគួនពេលនោះខ្មោចស្រីរោបក្រហមបានស្រែកថាពួកឯងប្រហើនណាស់ឆាប់ចេញពីផ្ទះអញភ្លាមនៅក្នុងនោះដែរទ្វារបន្ទប់ក៏បានបើកហើយស្រីភាក៏បានរត់ចេញពីបន្ទប់នោះយ៉ាងលឿនតម្រង់ទៅកាន់បន្ទប់របស់ Johnny ពេលដែលស្រីភាបានបើកទ្វារបន្ទប់របស់ Johnny នាងក៏បានប្រទះឃើញកូនប្រុសរបស់នាងកំពុងតែអង្គុយពួនយំនៅកន្លែងជញ្ជាំងដោយខ្លួនរបស់គាត់មានអាការៈញ័រញាក់យ៉ាងខ្លាំងស្រីភាក៏បានរត់ចូលទៅចាប់ដៃកូនប្រុសរបស់គាត់ចេញពីបន្ទប់នោះហើយរត់សម្ដៅទៅបន្ទប់កូនស្រីរបស់នាងនៅពេលដែលទៅដល់ស្រីភាក៏បានឮសំឡេងកូនស្រីរបស់នាងយំចេញពីក្នុងទូខោអាវហើយនាងក៏បានបើកទូខោអាវនោះក៏ឃើញកូនស្រីរបស់នាងនៅក្នុងនោះហើយពួកគេទាំង3ក៏នាំគ្នារត់ចេញពីផ្ទះនោះទាំងពាក់កណ្ដាលយប់ទៅជួលបន្ទប់សទ្ធាគារដើម្បីស្នាក់នៅថ្ងៃបន្ទាប់ស្រីភាបានទូរស័ព្ទទៅកាន់ចេកដើម្បីឲ្យចេករើចេញពីផ្ទះនោះតែពួកគេបានចំណាយពេលឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងដោយចេកថាពួកគេទាំង3សុទ្ធសឹងតែជាមនុស្សឈួតដែលទៅជឿរឿងអីបែបនេះឡប់អញ្ចឹងស្រីភាក៏និយាយថាបើខ្លាំងនៅតែឯងទៅពួកគេទាំង3ស្នាក់នៅសន្តាគារហើយនាយប់ថ្ងៃទី10ចេកក៏បានត្រឡប់មកពីខេត្តវិញហើយគាត់បានដើរមើលពេញផ្ទះមិនឃើញមានអ្វីប្លែកទេរួចក៏កើតចិត្តខឹងម្ដងទៀតដោយគិតថាអ្នកទាំង3សុទ្ធតែជាមនុស្សឈួតផ្ទះនេះខ្ញុំខំយកប្រាក់ទៅទិញអស់ច្រើនសឹងអីបែរជានាំគ្នាទៅដេកនៅខាងក្រៅបន្ទាប់មកចេកក៏បានឡើងទៅបន្ទប់ដើម្បីងូតទឹកពេលដែលចេកកំពុងតែកក់សក់ស្រាប់តែមានភ្លើងក្នុងបន្ទប់ទឹកនោះរលត់ភ្លាមចេកក៏បានស្រែកសួរថានរណាគេនឹងបន្ទាប់ពីស្រែករួចក៏មិនមានចម្លើយតបតវិញឡើយចេកក៏បានចេញពីបន្ទប់ទឹកហើយគាត់ក៏បានឃើញក្នុងបន្ទប់នោះមានសភាពងងឹតអញ្ចឹងប្រហែលជាដាច់ចរន្តអគ្គិសនីហើយមើលទៅចេកក៏បានយកទូរស័ព្ទបើកភ្លើងហើយដើរចេញពីបន្ទប់ចុះទៅខាងក្រោមដើម្បីមើលកុងតាក់ភ្លើងទាំងអស់នៅពេលដែលចេកចុះមកដល់ខាងក្រោមគាត់ក៏បានប្រទះឃើញស្រមោលរបស់នារីម្នាក់កំពុងឈរនៅក្បែរមាត់ទ្វារផ្ទះ
ចេះក៏បានស្រែកសួរក្រែងលោជាសេរីភាតែទោះបីជាស្រែកសួរយ៉ាងណាក៏មិនមានចម្លើយតបតវិញដែរចេះប្រុងនឹងដើរចូលទៅរកហើយក៏ស្រាប់តែភ្ញាក់នឹងសំឡេងទូរស័ព្ទរោរបស់ខ្លួនហើយគាត់ក៏លើកមកមើលឃើញថាស្រីភាកំពុងតែហៅទូរស័ព្ទមកចេះក៏លើកនិយាយហើយបន្តិចក្រោយមកគាត់ក៏ងាកទៅមើលទ្វារផ្ទះតែម្ដងនោះបានបាត់ស្រមោលនោះលហើយបន្តិចក្រោយមកភ្លើងក៏បានឆេះវិញហើយចេកក៏រត់ឡើងទៅបន្ទប់វិញរួចសំងំដេករហូតដល់ភ្លឺនាថ្ងៃបន្ទាប់ចេកក៏បានទូរស័ព្ទហៅមិត្តរបស់ខ្លួនចំនួន3នាក់មកដេកជាមួយគ្នាដោយយកលេសថាខានជួបជុំគ្នាយូរតែគាត់មិនបានប្រាប់ថាប្រពន្ធរបស់គាត់សុទ្ធតែបាននាំគ្នារត់ចេញពីផ្ទះនេះឡើយក្នុងយប់នោះមិនឃើញមានអ្វីចម្លែកឡើយហើយចេកក៏បានគិតថាប្រហែលជាការរវើរវាយរបស់ខ្លួនដែលធ្វើការហត់ពេកហើយចូលមកដល់យប់ថ្ងៃទី12របស់ចេកបានរស់នៅក្នុងផ្ទះនោះក្នុងយប់នោះគាត់មានអារម្មណ៍ថាស្អុះស្អាប់ខុសពីធម្មតាហើយនៅពេលដែលកំពុងតែដេកសុកស្រាប់តែមានអារម្មណ៍ថាហាក់ដូចជាមានអ្នកណាម្នាក់ដេកនៅក្បែរខ្លួនចេកក៏បានបើកភ្នែកតិចមើលទៅម្ខាងទៀតនៃគ្រែក៏បានប្រទះឃើញកែវភ្នែកមួយគូដែលមានពណ៌ក្រហមមានហូរឈាមចេញមកតិចកំពុងតែសម្លឹងមើលមុខគាត់ចេករៀងភ្ញាក់ក៏បានរើធ្លាក់ខ្លួនពីគ្រែហើយមួយរំពេចនោះមានដៃមួយគូតូចបានលូកចេញពីក្រោមគ្រែមកចាប់ជើងរបស់គាត់ហើយគាត់ក៏បានឮសំឡេងវានៅលើគ្រែដោយលេចចេញក្បាលរបស់ខ្មោចស្រីនោះដែលស្នាមញញឹមគួរឲ្យខ្លាចមួយបន្ទាប់មកចេកក៏បានសម្លាប់បាត់បង់ស្មារតីហើយគាត់ក៏បានដឹងខ្លួនវិញនាព្រឹកថ្ងៃបន្ទាប់ដោយគាត់បានរើរបស់របរចេញពីផ្ទះនោះយ៉ាងលឿនហើយចាប់តាំងពីពេលនោះមកផ្ទះនោះក៏ត្រូវបានទុកចោលជាបន្តទៀតដោយមិនមានអ្នកណាហ៊ានទៅរស់នៅទីនោះឡើយបន្ទាប់ពីបានទុកផ្ទះនេះចោលមួយរយៈធំចេកក៏បានទៅស្វែងរកព័ត៌មានអំពីផ្ទះមួយនេះដោយចង់ដឹងថាតើផ្ទះនេះមានរឿងអ្វីកើតឡើងបានធ្វើឲ្យគាត់រស់នៅទាំងក្រុមគ្រួសារមិនអាចរស់នៅទីនេះបានបន្ទាប់ពីស៊ើបគាត់ក៏បានដឹងព័ត៌មានអំពីផ្ទះមួយនេះដែលប្រវត្តិផ្ទះមួយនេះគឺមានចោរមួយក្រុមបានលួចចូលទៅប្លន់សម្លាប់ស្លាប់អស់មួយគ្រួសារតែម្ដងហើយចំពោះសាកសមវិញចោរទាំងអស់នោះបានយកទៅដាក់ចូលទៅក្នុងទូយ៉ាងអាណ៌អធមសូមអរគុណប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសម្រាប់រឿងនីតិនេះផងដែរគឺបានបញ្ចប់ត្រឹមនេះអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់ជួយចុច Subscribe អាចជួយចុច Subscribe ម្នាក់មួយបានដើម្បីទទួលបាននូវរឿងថ្មីៗជារៀងរាល់ថ្ងៃអរគុណច្រើនបងប្អូនទាំងអស់គ្នាជូនពរសំណាងល្អជំរាបលាបាយបាយ